និងអ៊ុយក្រែនដោះដូរឆ្លើយសឹកគ្នាចំនួន500នាក់ទាំងសងខាងក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនាថ្ងៃប្រហោះទី5មិនិនាអំពីការចាប់ផ្ដើមប្រតិបត្តិការដោះដូរឆ្លើយសឹកជាមួយអ៊ុយក្រែនក្នុងចំនួន200នាក់ទល់នឹង200នាក់ផ្អែកតាមវិមានក្រែមឡាំងចំណាប់ខ្មាំងចំនួន300នាក់បន្ថែមទៀតនឹងត្រូវភាគីទាំងពីរដោះដូរគ្នានៅក្នុងថ្ងៃศุក្រទី6មីនានេះដោយបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនាទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃទី17និងទី18កុម្ភៈកន្លងទៅរុស្ស៊ីនិងអ៊ុយក្រែនសម្រេចដោះដូរឆ្លើយសឹកគ្នាសរុប500នាក់ទាំងសងខាងលើបណ្ដាញសង្គម X មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky បានពោលថារដ្ឋាភិបាលអ៊ុយក្រែនតែងស្ទុះស្តារស្វែងរកផ្លូវដើម្បីឲ្យជនរួមជាតិអ៊ុយក្រែនអាចវិលត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនវិញបានអ៊ុយក្រែនមិនដែលភ្លេចជនរួមជាតិម្នាក់ឡើយឆ្លៀតក្នុងឱកាសនេះដែរលោក Zelensky ក៏មិនភ្លេចសម្ដែងការដឹងគុណចំពោះបណ្ដាប្រទេសជាអន្តរាការីជាពិសេសគឺសហរដ្ឋអាមេរិកដែលបានធ្វើអន្តរាគមន៍ជួយឲ្យដំណើរការដោះដូរគ្នានេះអាចប្រព្រឹត្តទៅបានក្នុងចំណោមទាហានអ៊ុយក្រែនមាតុភូមិនិវត្តន៍ខាងលើខ្លះបានតស៊ូច្បាំងការពារក្រុង Mariupol ខេត្ត Donetsk Luhansk Kharkiv និង Zaporizhzhia ដែលសុទ្ធសឹងជាតំបន់សមរភូមិក្តីនៅក្នុងទឹកដីអ៊ុយក្រែនពីចំណែកខ្លួនការទូតរុស្ស៊ីបានឲ្យដឹងថាប្រតិបត្តិការដោះដូរនេះជាលទ្ធផលនៃការចរចាដោយមានអេមីរ៉ាតអារ៉ាប់រួមនិងសហរដ្ឋអាមេរិកធ្វើជាអន្តរាការីចម្រុះគួរក៏សម្គាល់ថាការដោះដូរទាំងឆ្លើយសឹកនិងសាកសពទាហានទាំងសងខាងគឺជាផ្លែផ្កាជាក់លាក់ដ៏កំរមួយដែលកើតចេញពីកិច្ចចរចានានារវាងក្រុងគៀវនិងក្រុងមូស្គូយ៉ាងណាមិញការចរចាថ្មីមួយទៀតដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវប្រទេសស្វីសក្រៅវត្តមានអាមេរិកជាអាជ្ញាកណ្ដាលត្រូវផ្អាកចោលសិនដោយមកពីស្ថានភាពចលាចលនៅមជ្ឈិមបូព៌ាមួយវិញទៀតដំណើរជាប់គាំងនៃកិច្ចចរចារកសន្តិភាពរវាងប្រទេសទាំងពីរក៏បណ្ដាលមកពីការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងតំបន់ Donbas ដែលជាតំបន់ឧស្សាហកម្មសំខាន់មួយស្ថិតនៅប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនហើយដែលមួយផ្នែកបានធ្លាប់ក្រោមការកាន់កាប់របស់កងទ័ពរុស្ស៊ីរដ្ឋាភិបាលក្រុងមូស្គូទាមទារឲ្យកងទ័ពអ៊ុយក្រែនដកខ្លួនចេញទៅពីតំបន់ខាងលើតែក្រុងគៀវជំទាស់ជាដាច់ខាងលើកយកមកនិយាយដោយអ្នកនាំពាក្យតាមเพจសង្គមព្រឹត្តិការណ៍ So Salt Events